តបងប្អូនថ្ងៃនេះមកជួបជាមួយនឹងខ្ញុំបាទជាមួយនឹងការកែ ampli ឬក៏គេហៅថា upgrade ampli បាទពី10ប្រភេទ80 W ទៅ120 W ទៅជា ampli ធំមួយបាទទៅជា ampli ធំមួយគឺ ampli 700 W បងប្អូនបាទ ampli 700 W ដោយយើងប្រើ bot 600 W បាទហើយនឹងពុកម៉ែបងប្អូនត្រូវតែមាន ampli ដុំភ្លើងមួយទៀតគឺដុំភ្លើង 24V បាទ10ឬក៏5 A អញ្ចឹងទៅបាទ10ឬក៏5 A អញ្ចឹងទៅហើយជំហានទី1ឬក៏ជំហានសំខាន់ជាងគេពុកម៉ែបងប្អូនត្រូវតែមើលនេះអានេះអាប្រយ៉ាប៉ារ៉េនេះមួយណាជាប្រភេទ control លើ volume គឺអាមួយនេះបាទក្រហមនេះអញ្ចឹងហើយយើងផ្កាវាមកបាទកុំនៅយូរផ្សារដូចខ្ញុំអញ្ចឹងមកបាទនេះអានេះគឺផ្សារជើងក្ដាលអានេះគឺផ្សារខាងម៉ាស់បាទដើម្បីយើងយកសំឡេងបាទយកសំឡេងទៅដោតចូលក្នុងនេះពុកម៉ែបងប្អូនបាទដោតចូលក្នុងផ្លាច់មកផ្លាច់អញ្ចឹងមកបាទមើលដតអត់ចង់ចូលសោះពុកម៉ែបងប្អូនបាទលុចបាទចូលហើយឥឡូវគឺយើងចូលហើយពុកម៉ែបងប្អូនបាទចូលប៉ុណ្ណេះគឺអូខេបាទអញ្ចឹងការកែរបស់យើងគឺមានតែប៉ុណ្្នឹងបាទអាស្នាប់ពីរនេះគឺចាប់ទៅដុំភ្លើង 24V របស់យើងនឹងបាទមកខាងម៉ាស់ខាងភ្លើងខាងនេះភ្លើងខាងនេះម៉ាស់បាទឬក៏ខាងនេះភ្លើងខាងនេះម៉ាស់ចេះមើលបាទហ្នឹងហើយបងប្អូនបាទខាងនេះភ្លើងខាងនេះម៉ាស់បាទខាងនេះភ្លើងខាងនេះម៉ាស់ខាងនេះភ្លើងបាទឥឡូវយើងចាប់ភ្លើងចូលហើយឧទាហរណ៍បាទនេះគឺយើងចាប់ទៅឧបលោបាទពីនេះមកបាទបើកអាឌីដប់នេះមកគឺលឺហើយបាទគឺលឺហើយអញ្ចឹងសម្រាប់ការកែរបស់យើងគឺអត់ពិបាកទេគឺប៉ុណ្្នឹងងាយបាទហើយយើងអាច control សេរី volume បាសឬក៏ treble អីគឺនៅលើ D10 នេះមកបាទលើ D10 នេះមកហើយយើងអាចអស់បានប៉ុន្មានគ្រាប់បាទគឺកែប៉ុណ្ណេះគឺពុកម៉ែបងប្អូនអាចអស់បាន5គ្រាប់ស៊ីផុយបាទស៊ីផុយមានន័យថាច្រកនេះគឺពុកម៉ែបងប្អូនអាចដាក់បាន2គ្រាប់ត្រឹម3ទឹកឬក៏4ទឹកបាទច្រកនេះក៏2គ្រាប់ត្រឹម3ទឹកឬក៏4ទឹកហើយស្គាល់តែច្រកនេះមួយទៀតពុកម៉ែបងប្អូនអាចដាក់បាន3ទឹកមួយគ្រាប់ទៀតបាទអូខេបាទអូខេហើយចំណែកប្រភេទនេះគឺជាប្រភេទអេគុយអានេះគឺភ្លើង LED ម៉ែបងប្អូនប្រើឬក៏មិនប្រើអាស្រ័យទៅលើពុកម៉ែបងប្អូនទេបាទអាស្រ័យទៅលើពុកម៉ែបងប្អូនទេអញ្ចឹងរបៀបកែគឺប៉ុណ្ណឹងបាទប៉ុណ្ណឹងអញ្ចឹងអស់លុយតិចកែបះបានធំបាទឲ្យតែពុកម៉ែបងប្អូនមានឧបករណ៍ប្រើវាគឺមួយអេមបាទគឺមួយអេមអត់បញ្ហាទេបាទប្រើទៅមួយឆ្ងាញ់បាទមួយឆ្ងាញ់អរគុណជម្រាបលា